រឿងមេអណ្ដើកប្រដៅកូនកាលពីព្រេងនាយមានអណ្ដើកមួយហ្វូងរស់នៅក្នុងល្អាងភ្នំដែលខ្សោះទឹកមួយកន្លែងកូនអណ្ដើកទាំងឡាយមិនចង់នៅទីនោះទេព្រោះវាគ្មានទឹកទើបពួកកូនអណ្ដើកទាំងនោះតែងតែឡើយគិតពីមេវាចូលទៅរកស៊ីតាមមាត់បឹងមួយនៅឆ្ងាយពីល្អាងភ្នំដែលសម្បូរចំណីអាហារសពបែបយ៉ាងមេអណ្ដើកតែងប្រមានដាស់តឿនដល់កូនជាញឹកញាប់ថាពួកឯងមិនត្រូវនៅទីនោះទេមានមនុស្សចាំចាប់ពួកឯងបើគេចាប់បានគេនឹងយកឯងទៅចិញ្ច្រាំជាមិនខានកូនអណ្ដើកស្ដាប់ពីត្រចៀកម្ខាងធ្លុះទៅត្រចៀកម្ខាងមិនព្រមយកចិត្តទុកដាក់ស្ដាប់ដំបងមានរបស់មេខ្លួនទេថ្ងៃមួយពួកវាក៏ណាត់គ្នាចេញពីរោងភ្នំឆ្ពោះទៅកាន់បឹងនោះម្ដងទៀតវាដើរចាប់ចំណីស៊ីប្រឡែងគ្នាសោយក្អាកក្អាយសប្បាយភ្លេចខ្លួនពុំមានចាប់ផ្លាត់ថាណៃព្រានមកសំងំចាំពីលើដើមឈើតាំងពីពេលមុនមកនោះទេគេយកអន្ទាក់លួសមកតាក់កូនអណ្ដើកម្ដងមួយមានតែកូនអណ្ដើកដែលសំងំពូនក្នុងគន្លាកថ្មប៉ុណ្ណោះដែលសល់រួចជីវិតពេលឃើញកូនរបស់ខ្លួនត្រឡប់មកវិញតែពីរបីក្បាលមេអណ្ដើកផិតភ័យជាខ្លាំងទៅកូនថាពួកឯងនាំគ្នាទៅលេងបឹងនោះទៀតហើយឬប្រកាសជាជួបនายព្រាននោះមែនទេកូនអណ្ដើកនិយាយបណ្ដាយំបណ្ដាពួកយើងមិនបានជួបនายព្រាននោះទេឃើញមានតែខ្សែលូវែងដេញតាមពួកយើងមេអណ្ដើកស្រែកទាំងកំហឹងពុទ្ធោអើយពួកអាល្ងើអាខ្សែលូវែងនឹងអើយដែលសម្លាប់យកជីវិតដូនតារបស់ពួកឯងតាំងពីដើមមកនោះគំនិតអប់រំកូនត្រូវស្ដាប់ពាក្យទូន្មានមេដាបៃតាទោះជាយើងធំនឹងក្តីប៉ុណ្ណាក៏មិនត្រូវធ្វើប្រហ័សដែរម្ដាយឪពុកតែមានបទពិសោធន៍ជីវិតច្រើនជាងកូនហេតុនេះស្ដាប់ពួកគាត់ខ្លះអាចនាំឲ្យយើងជោគជ័យបាន